តើអញ្ចឹងក្នុងមេរៀននេះអ្នកទាំងអស់គ្នានឹងបានរៀនអំពីការកែ color ជាមួយនឹង adjustment យើងមាន brightness យើងមាន saturation color balance ហ្នឹងរហូតទៅដល់ការកែរូបនៅក្នុង camera raw filter តើអញ្ចឹងទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមានរូបទាំងអស់គ្នាធ្វើការចាប់ទាញក្នុង Photoshop មកអញ្ចឹងវានឹង open ជាមួយនឹងរូបភាពរបស់យើងនឹងតែម្ដងអានេះបើសិនជាទាំងអស់គ្នាដឹងថាដាក់ខ្សែប៉ុន្មានណាអូខេអញ្ចឹងរូបភាពរបស់យើងវាឡើងមកលើនេះកន្លែង layer របស់យើងវាលក្ខណៈជា background អញ្ចឹងយើងដោះសោវាមកហើយយើងនឹងបានជា layer ថ្មីមួយបែបនេះហើយយើងអាចបង្កើតជា background របស់វាបានគឺកន្លែងនេះហើយយើងយកពាក្យ solid color មកអូខេ background ពណ៌សអញ្ចឹងមកចាប់ទាញយកមកក្រោមបែបនេះហើយយើងអាច rename ឈ្មោះរបស់វាបានយើងអាចចុច double click មកគេដាក់ពាក្យថាដាក់ឈ្មោះរបស់វាថា background អញ្ចឹងទៅបន្តមកទៀតគឺយើងនឹង add ជាមួយនឹង adjustment មួយដែលមានឈ្មោះថា brightness និង contrast អញ្ចឹងដើម្បី add បានទាំងអស់គ្នាមើលមកក្រោមនេះយើងយកកន្លែងហ្នឹងមកហើយយើងយកពាក្យថា brightness and contrast ហើយយើងកុំភ្លេចទាញវាមកលើរូបភាពរបស់យើងផងហើយយើងបង្កើតជាក្រុមវាមួយមកដែលយើងស្រួលចំណាំវាថាវាជា adjustment អូខេអញ្ចឹងដើម្បីបង្កើតជាក្រុមបានទាំងអស់គ្នាចុច control បូកជាមួយអក្សរ G វានឹងបង្កើតជាក្រុមបែបហ្នឹងហើយអញ្ចឹងយើងអាច rename វាបាន double click មកយើងធ្វើការចុចកន្លែង brightness and contrast របស់យើងហ្នឹងហើយបន្តមកយើងអាចតម្លើងជាមួយនឹងពន្លឺឲ្យវាភ្លឺជាងមុនបន្តិចបែបនេះតែនេះឲ្យស៊ូមមើលខ្ញុំយកប៉ុណ្ណេះកុំតម្លើងខ្លាំងពេកដោយសារតែរូបយើងវាមានពន្លឺគ្រប់គ្រាន់ហើយយើងអាចទាញជាមួយនឹង contrast បន្តិចមកដើម្បីរូបយើងមើលទៅវាដិតបានល្អអូខេអញ្ចឹងខ្ញុំគិតថាខ្ញុំនឹង add ជាមួយនឹង hue ជាមួយនឹង saturation គឺមួយនេះបន្តមកគឺយើងនឹងមកស្រេកន្លែង saturation នេះខ្ញុំទាញឲ្យវាមកក្រហមបែបនេះឲ្យវាមើលទៅវាមាន color មើលទៅដិត color ស្អាតមកហើយយើងអាចស្រេយក tone ណាដែលយើងចង់បានមកហើយខ្ញុំប្រហែលជាខ្ញុំទៅយ៉ាងខៀវបន្តិចអូខេហើយអញ្ចឹងយើងឃើញថាវា overexpose អញ្ចឹងយើងធ្វើការតម្លាក់ជាមួយនឹង line នេះបន្តិចមកអូខេកុំខ្លាំងពេកទាំងអស់គ្នាយើងអាចបន្ថែមបន្ថយតាមនឹងមកអូខេតោះអញ្ចឹងយើងបាន2ហើយខ្ញុំនឹងបន្ថែមជាមួយនឹង vibrant អញ្ចឹង vibrant ហ្នឹងគឺវាបន្ថែមជាមួយនឹង color អញ្ចឹងទាំងអស់គ្នាអាចសាកមើលបាននេះបើសិនជាខ្ញុំទាញ vibrant ខ្លាំងបងប្អូនឃើញវាដិតជាងមុនអូខេប៉ុន្តែយើងកុំដាក់ខ្លាំងពេកខូចរូបអស់ហើយប៉ុណ្ណេះមកអូខេហើយបើសិនជាចង់បាន colorful ហ្នឹងឯទៀតយើងអាចតម្លើងជាមួយនឹង saturation មកអញ្ចឹងយើងបានប៉ុណ្្នឹងហើយអូខេខ្ញុំគិតថារូបខ្ញុំវារៀងស្អាតដែរប៉ុណ្ណឹងប៉ុន្តែវានៅស្ទើរគេទាំងអស់គ្នាអញ្ចឹងដើម្បី clean បានទាំងអស់គ្នាអាចប្រើ tool មួយដែលមានឈ្មោះថានេះទាំងអស់គ្នា spot healing brush tool អូខេចុចលើវាមកប៉ក់មកហើយយើងអាចធ្វើការ zoom ជាមួយនឹងប្រាស់របស់យើងដោយចុចជាមួយនឹង L ហើយ mouse ស្ដាំទាញមកស្ដាំហើយបន្តមកទៀតគឺយើងនឹង clear ជាមួយនឹងមុនរបស់យើងចោលមកអូខេបែបហ្នឹងតើអ្នកចុចកន្លែងដែលតើអ្នកចង់លុបមកវានឹង healing ជាមួយនឹងហើយដែលយើងចង់លុបហ្នឹងហើយវា mask ស្អាតស៊ីគ្នាមែនតើកុំបំបត្តិជាមួយនឹងអត្តសញ្ញាណរបស់មនុស្សពេកឧទាហរណ៍ថាខ្ញុំនេះមានបញ្ជ្រោយច្រើនអញ្ចឹងបញ្ជ្រោយច្រើនហើយយើងលុបបញ្ជ្រោយចេញអាហ្នឹងវាមិនមែនជាខ្លួនរបស់បុគ្គលហ្នឹងទេអូខេយើងធ្វើការ clean មុខប៉ុណ្ណឹងហើយអូខេតោះអញ្ចឹងយើងនឹងចូលទៅដល់មួយទៀតគឺការកែនៅក្នុង camera raw filter អូខេអញ្ចឹងមុននឹងចូលទៅកាន់ camera raw filter ទាំងអស់គ្នាអាចបិទជាមួយនឹង adjustment layer របស់យើងសិនមកហើយយើងធ្វើការចុចកន្លែង layer រូបភាពរបស់យើងហើយយើងចុច shift control ជាមួយនឹងអក្សរ A អូខេអញ្ចឹងដំបូងទាំងអស់គ្នាយើងនឹងធ្វើការតម្លើងជាមួយនឹង contrast បន្តិចយើងតម្លាក់ highlight ហើយនឹងតម្លើង shadow តម្លើង white តម្លាក់ black មកអូខេអានេះទាំងអស់គ្នាអាចមើលតាមរូបជាក់ស្ដែងបានណាព្រោះរូបវាអត់ដូចគ្នាទាំងអស់ទេយើងធ្វើការកែទៅតាមបច្ចេកទេសរៀងខ្លួនទេប៉ុន្តែអានេះវាជាចំណុចមួយដែលទាំងអស់គ្នាអាចរៀនសូត្រនិងកែលម្អតាមអ្វីដែលខ្លួនឯងចង់បានដែរព្រោះការកែរូបវាអាស្រ័យទៅលើអ្នកដែលចង់បានដែរទេដូចវីដេអូខ្ញុំនិយាយនៅក្នុង page របស់ខ្ញុំអញ្ចឹងអញ្ចឹងខ្ញុំនឹងតម្លើងជាមួយនឹងtemperature បន្តិចដើម្បីឲ្យរូបខ្ញុំកាន់តែវាមើលទៅវាយ៉ាងដិតលក្ខណៈ cinematic ពណ៌លឿងមកអូខេខ្ញុំនឹងតម្លើងជាមួយនឹង
kèn mình tí kèn em vô prem em vô clarify 3 4 máu texture em vô pi 3 máu ok rồi nhung nâng tà làng chỉ mùi nâng mid tone ní tao chỉ po riêng riêng lương bài này hay em tà làng về pháp đi màu hãy shadow nhung ta lẹ về như thế ok phần nắng em vô chỉ mùi nâng mixer ní nhung tà làng yellow em khơi thè po kia nó bị sơn đất nhung nâng tà làng po kia thì tiệt chẳng là cái blue ní nhung tà làng vì ai cũng máu đầm bay khơi nhà background po kia bao giờ nó về riêng đặt chừng mùn ok chẳng nhung khơi thè background của nhóm ní về riêng blue chiếng subject vào dương này chẳng nhung thưa cái ta lẽ export với mình tích cầm ở việc blue càng vậy ok dương cho một cái ní ok cái nắng dương vô chỉ mùi nắng background màu chẳng về thưa cái là chỉ mùi nắng background vào dương ấy nhóm nắng ta lẽ chỉ mùi nắng export mình tích màu ok cùng mọi việc blue càng vậy bên này màu chẳng hạn đấy chỉ rút là dương ca trên pi camera raw filter cái adjustment này từ học này ai add trơn tiết tam nâng bàn á đôi chia nè level này từ học này ai tờ lẹ tam nâng từ ai pra chỉ mùi nâng adjustment từ học nâng bàn ok chẳng sẵn khâm hai ở đây vì miền bị giỏi tích túi xông hẹp nè từ học này để chặt đau nơi trong ca rút từ bốn hay ok nhưng sẵn khâm hai em nâng miền video thay tiết về bọn chỉ mùi nâng ca đi sáng hay nâng ca rút thọt phong đài chẳng ở con nó thấy xâm hẹp ca tam đang chỉ mùi nâng tutorial đang bị mê riêng tí muối rồi hỗ trợ đó mê riêng tí 4 này hay sẵn khâm thè dương nâng miền video cài tiết hay từ học này complete chui cho subscribe mùi mất không bay ai chỉ cần làm cho bao nhiêu mùi đá được không ca và lịch mê riêng lọ về bọn chỉ mùi nâng ca đi sáng chỉ mùi nâng ca rút thọt xây tiết ok chẳng là con chán bye bye